ឈប់ញាក់ទៅទិញកាហ្វេមួយកែវមែនទេសូមអបអរសាទរញាក់ប្រហែលជាទៅបានបាញ់ក្របផ្លោមួយក្របហើយតែអ្នកធ្លាប់គិតទេអំពីជីវិតសម្ងាត់នៃលុយ$2របស់អ្នកថ្ងៃនេះយើងមិនត្រឹមតែទិញកាហ្វេមួយកែវប៉ុណ្ណោះទេយើងកំពុងតែជួយផ្ដល់មូលនិធិដល់ថវិកាការពារជាតិរបស់ប្រទេសជិតខាងសូមក្រឡេកមើលខ្សែសង្វាក់ផ្គង់ដ៏កក្លឿនបំផុតរបស់ពិភពលោកបំពង់បង្ហោប្រេងចំណេញភ្នំពេញអ្នកនៅភ្នំពេញវាពិតជាក្តៅអ្នកត្រូវការកាហ្វេអ្នកដើរចូលទៅកាន់ហាងកាហ្វេ Amazon ល្អឥតខ្ចោះអ្នកប៉ះកាតរបស់អ្នក$2រួចរាល់ប៉ុន្តែលុយនោះមិននៅទីនេះទេវាហូរត្រង់ទៅប្រតិបត្តិការសិទ្ធិអាជីវកម្មដែលជាផ្នែកមួយនៃក្រុមហ៊ុន PTT Oil and Retail Business ក្រុមហ៊ុនថៃដ៏ធំមួយដែលមានទំនាក់ទំនងជាមួយរដ្ឋប្រាក់ចំណេញត្រូវបានបង្ហោរត្រង់ទៅទីស្នាក់ការកណ្ដាលនៃទីក្រុងបាងកកហើយនេះគឺជាកន្លែងដែលកាហ្វេរបស់អ្នកក្លាយទៅជាគ្រោះថ្នាក់ប្រាក់ចំណេញទាំងនោះត្រូវបង់ពន្ធជូនរដ្ឋាភិបាលថៃឥឡូវនេះជាមួយនឹងចំនួនតាមព្រំដែនដែលកំពុងកើនឡើងហើយវាពិតជាកើនឡើងប្រទេសថៃបានបង្កើនការចំណាយការពារជាតិជិត 20% បើធៀបនឹងឆ្នាំមុនកាហ្វេ$2របស់អ្នកវាគ្រាន់តែជាដំណក់ទឹកតូចមួយដល់ក្នុងធុងដ៏ធំដែលកំពុងតែទិញគ្រាប់រកែកប៉ាល់ល្បាតប្រេងឥន្ធនៈតាមពិតទៅបើយើងគិតគូរលេខគ្រាន់តែចំនួនកាហ្វេឡាតេតែគ្រប់គ្រាន់ដូចអ្នកដែរចំណាយអាចស្មើនឹងតម្លៃនៃគ្រាប់កំភ្លើងតែមួយគ្រាប់ដល់ក្នុងការចុះផ្សាយរបស់តាហ៊ានម្នាក់ទម្លាប់ប្រចាំថ្ងៃរបស់អ្នកកំពុងคล้ายទៅជាការគាំទ្រដោយប្រយោជន៍ដោយការប៉ះទង្គិចឥឡូវនេះសម្រាប់អាហារពេលល្ងាចអ្នកឃ្លានហើយ Natureless The Pizza Company មហាអំណាចថៃមួយទៀតក្រោមក្រុមហ៊ុន Minor Food Group អ្នកចាប់យក pizza pepperoni មួយ$10ការទូទាត់នោះត្រូវបានបញ្ជូនភ្លាមទៅកាន់ក្រុមហ៊ុនមេនៅប្រទេសថៃហើយទាយមើលពន្ធពីស្ត្រីមចំណូលដ៏ធំនោះកំពុងជួយផ្ដល់មូលនិធិដល់អ្នកមកការពារជាតិដូចជា Siam Defense pizza មួយចំណិតអាចមើលទៅគ្រោះថ្នាក់ទេប៉ុន្តែរួមគ្នាវាដូចជាការប្រគល់កាក់ដែលបូកបញ្ចូលគ្នាទៅជាប្រអប់ក្រក់កំភ្លើងចំណិតរបស់អ្នកកំពុងតែចិត្តចំណិតសន្តិភាពជួកែដើរទិញអីវ៉ាន់ប្រចាំសប្តាហ៍វិញ Macro ក្រុមហ៊ុនលក់ដុំថៃដ៏ធំសម្បើមអ្នកបំពេញរទេះដោយទំនិញតម្លៃ$50ប្រាក់ចំណូលហូរត្រឡប់ទៅប្រទេសថៃវិញវាត្រូវបានពន្ធវាគាំទ្រដល់ឃ្លាំងផ្ទុកសង្គ្រាមរបស់រដ្ឋាភិបាលគ្រាន់តែរទេះអូសទំនិញរបស់អ្នកពួកគេអាចគ្របបណ្ដៃតម្លៃប្រេងឥន្ធនៈសម្រាប់ក្បួនយោធាទាំងមូលដែលល្បាតតំបន់ចំនួនវាគឺជាពាក្យពេចន៍សេដ្ឋកិច្ចមើលមិនឃើញការទិញធម្មតាប្រចាំថ្ងៃរបស់អ្នកដល់អំណាចដោយក្រុមហ៊ុនធំរបស់ថៃដែលជួយទ្រទ្រង់រដ្ឋាភិបាលដែលជាប់ស្ទះសង្គ្រាមតាមព្រំដែនជាមួយប្រទេសជិតខាងរបស់វាពីគ្រាប់កាហ្វេរហូតដល់សម្បកនំប៉័ងភីហ្សាវាទាំងអស់គឺបានទំនាក់ទំនងគ្នាលើកក្រោយដែលអ្នកទៅចាប់កាហ្វេឬប្រអប់ភីហ្សានោះសួរខ្លួនឯងសំណួរមួយនេះតើការទិញមួយនេះកំពុងកសាងស្ពានឬកំពុងតែទិញរបាំងអ្នកជាអ្នកសម្រេចចិត្ត